នៅពេលដែលខ្ញុំប្រឡងធ្លាក់ថ្នាក់ទី12គឺខ្ញុំបានជួបរឿងអកុសលមួយថាខ្ញុំត្រូវបានគេកាប់ដាច់ម្រាមដៃបន្ទាប់ពីថ្ងៃដែលគេកាប់ដៃខ្ញុំហើយគឺខ្ញុំពិតជាសោកស្ដាយយ៉ាងខ្លាំងហើយគោលបំណងដែលខ្ញុំចង់ធ្វើជាប៉ូលីសនគរបាលក៏វារលាយតាមនឹងដោយសារខ្ញុំដាច់ម្រាមកាយសម្បទាខ្ញុំអត់គ្រប់អញ្ចឹងហើយក្តីសម័យដែលខ្ញុំចង់ធ្វើជាប៉ូលីសគឺវារលាយបាត់ទៅនៅថ្ងៃនោះខ្ញុំអត់ជឿព្រះណាទាំងអស់គឺខ្ញុំជឿលើខ្លួនឯងខ្ញុំមានតែខ្លួនខ្ញុំទេខ្ញុំខ្លាំងខ្ញុំជឿលើខ្លួនឯងបើសិនជាអ្នកគ្រីស្ទានអាក្រក់មែនគេចាំបាច់ចំណាយពេលមកនិយាយបដៅយើងទៅអីគេមិនធ្វើការងារគេទៅហើយយើងអត់មានតាក់ទងអីមួយគ្នាផងហ្នឹងចាំបាច់គាត់មករៀនបដៅទៅអីជំរាបសួរខ្ញុំបាទ
បងហើយលោកគ្រូកងវាគឺគាត់មានគ្រោះថ្នាក់ចរាចរណ៍ខ្ញុំថាហ្នឹងហើយដោយសារស្ទាវពេកចឹងហើយអាម៉ូតូតូចអត់ជិះទេតែជិះតាមម៉ូតូធំហើយជើងអត់ដល់តោះឥឡូវគ្រោះថ្នាក់ចរាចរណ៍សំមុខហើយឃើញអត់បន្ទាប់ពីគាត់គ្រោះថ្នាក់ចរាចរណ៍ហើយគាត់ក៏បានទៅព្រះអង្គអស្ចារ្យហើយនៅពេលដែលខ្ញុំអធិដ្ឋានទូសុំគឺព្រះអង្គធ្វើការមែនខ្ញុំបានអធិដ្ឋានសុំការងារមួយអាទិត្យក្រោយមកគឺមែនការអស្ចារ្យបានកើតឡើងមានការងារ3កន្លែងដែលជ្រើសរើសយកខ្ញុំពេលនោះខ្ញុំគិតថាហេស័ក្តិសិទ្ធិម៉េះហេតុអីក៏អ្វីដែលខ្ញុំសុំស័ក្តិសិទ្ធិចឹងហើយចាប់ពីពេលនោះមកខ្ញុំក៏បានជឿព្រះអង្គបន្តិចម្ដងរហូតខ្ញុំមានការងារធ្វើខ្ញុំអាចបង់ផ្ទះជួលខ្ញុំមានលុយញ៉ាំអីឥឡូវ
បន្ទាប់ពីខ្ញុំជឿព្រះអង្គខ្ញុំលែងពិបាកដូចមុនទៀតហើយក៏ជាអ្វីដែលព្រះអង្គរៀបចំឲ្យខ្ញុំទើបខ្ញុំបានស្គាល់គូដណ្ដឹងខ្ញុំគាត់ក៏បានណែនាំខ្ញុំឲ្យមកស្គាល់ព្រះអង្គក៏គ្រូកងវានិងស្គាល់បងប្អូនគ្រីស្ទានជាច្រើនទៀតចាប់តាំងពីពេលនោះមកគឺពេលដែលខ្ញុំជឿព្រះអង្គគឺព្រះអង្គតែងតែប្រាប់ខ្ញុំថាឲ្យទៅរកគ្រួសារប៉ាម៉ាក់បងប្អូនវិញទៅទាំងដែលចិត្តខ្ញុំហ្មងគឺខ្ញុំអត់ចង់ទៅរកទេដោយសារខ្ញុំជាលោកីខ្ញុំមានកំហឹងខ្ញុំមានការស្អប់ខ្ពើមជាខ្លាំងតែព្រះអង្គបានជួយសង្គ្រោះខ្ញុំជួយទាំងដែលខ្ញុំគិតថាខ្ញុំអត់ត្រូវការពួកគាត់ទៀតទេគឺខ្ញុំចេញហើយខ្ញុំចេញតែឯងហើយខ្ញុំអត់ត្រូវការទេខ្ញុំចង់រស់នៅជីវិតតែឯងរស់នៅតែឯងខ្ញុំអត់ត្រូវការណាគេទៀតទេប៉ុន្តែព្រះអង្គអត់ចឹងទេព្រះអង្គគឺគាត់ឲ្យខ្ញុំទៅរកឪពុកម្ដាយប៉ាម៉ាក់ខ្ញុំនិងបងប្អូនវិញដោយសារព្រះគុណរបស់ព្រះអង្គទើបអាចធ្វើឲ្យខ្ញុំទៅរកឪពុកម្ដាយខ្ញុំវិញបានហើយគាត់ក៏បានចូលរួមពិធីភ្ជាប់ពាក្យរបស់ខ្ញុំដោយក្តីស្រឡាញ់និងដោយអំណរពេលនោះខ្ញុំពិតជារំភើបសប្បាយចិត្តប្រៀបដូចជាដកអ្វីចេញពីខ្លួនខ្ញុំអញ្ចឹងដោយសារពេលដែលខ្ញុំឆ្លុះគ្នាជាមួយគាត់ហ្នឹងប្រៀបដូចជាបានចាក់សោនៃភាពឈឺចាប់ក្នុងដើមទ្រូងរបស់ខ្ញុំហើយដល់ពេលដែលខ្ញុំជឿព្រះអង្គសង្គ្រោះខ្ញុំឲ្យខ្ញុំទៅជួបប៉ាម៉ាក់ខ្ញុំវិញគឺខ្ញុំបានចាក់សោដោះលែងភាពឈឺចាប់ភាពឯកោការបាក់ទឹកចិត្តគឺព្រះអង្គបានជួយសង្គ្រោះខ្ញុំខ្ញុំមានពាក្យចង់សុំទោសចំពោះរាល់កំហុសរបស់ខ្ញុំដែលធ្វើមិនល្អចំពោះប៉ាម៉ាក់សុំទោសដល់គូដណ្ដឹងរបស់ខ្ញុំជាចុងបញ្ចប់ខ្ញុំចង់អធិដ្ឋានសម្រាប់យុវជនកម្ពុជាដែលមានសាច់រឿងដូចខ្ញុំឬក៏កំពុងជួបបញ្ហាដូចខ្ញុំអរព្រះបិតាដែលគង់នៅស្ថានសួគ៌កូនដឹងថានៅពេលនេះមានយុវជនមួយចំនួនដែលកំពុងតែសប្បាយភ្លើតភ្លើនសូមព្រះបិតាចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធឲ្យពួកគេសូមឲ្យពួកគេក្លាយជាទំពាំងស្នងឫស្សីឲ្យពួកគេចេះអត់ធ្មត់ឲ្យពួកគេខំប្រឹងរៀនសូត្រស្រឡាញ់ឪពុកម្ដាយសូមកុំឲ្យពួកគេឆ្លក់វង្វេងនិងសម្ភារៈនិយមដែលទំនើបហួសពីសមត្ថភាពអរព្រះបិតាអើយសូមឲ្យពួកគាត់ភ្លឺដូចថ្ងៃប្រៃដូចអំបិលសូមឲ្យគាត់ស្គាល់ក្តីស្រឡាញ់ពិតប្រាកដដែលលោកីមិនអាចផ្ដល់ឲ្យត្បិតព្រះបិតាគឺជាព្រះលើព្រះដែលមានអំណាចចេស្តាឲ្យគាត់ក្លាយជាយុវជនដ៏ល្អសម្រាប់ប្រជាជនកម្ពុជាទាំងមូលនិងធ្វើជាខឿនការពារប្រទេសជាតិនៅថ្ងៃអនាគតបិតាកូនសូមអរគុណព្រះអង្គដែលនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបើសិនជាលោកអ្នកបងប្អូនចាប់អារម្មណ៍និងចង់ស្គាល់អំពីព្រះយេស៊ូវសូមទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ Turning Point គឺជាកម្មវិធីផ្សព្វផ្សាយដំណឹងល្អតាមប្រព័ន្ធ Digital ដែលផ្ដោតលើការលើកទឹកចិត្តការអប់រំការចែកចាយទីបន្ទាល់ជីវិតទៅកាន់ទស្សនិកជនជាពិសេសអ្នកដែលមិនទាន់ឮដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទបើសិនបងប្អូនមានសាច់រឿងទីបន្ទាល់ចង់ចែកចាយមកខាងក្រុមការងារយើងខ្ញុំសូមទំនាក់ទំនងខាងលើនេះសូមព្រះប្រទានពរTurning Point